ចំមកគាត់នេះធ្វើការវះកាត់4ដងហើយអត់មានខ្ទង់ឯឡើងកប៉ែតឡើងកប៉ិតហើយសញ្ញារលាកវាធ្វើឲ្យសាច់នឹងក្រិនអស់ហលេងគាត់ឆាតមកពេកគាត់ចង់បដូរខ្ទង់ចំមកចេញបងអត់ទទួលធ្វើទេដោយសារករណីទី1ហ្នឹងគឺចំមកគាត់ហ្នឹងគឺយើងមើលមកគឺមានទម្រង់ស្អាតសុវត្ថិភាពហើយយើងសួរនាំគាត់ដែរថាអូនថែអីបានចង់ដូរខ្ទង់ចំមកគាត់ថាចំមកខ្ញុំធ្វើបាន5ឆ្នាំហើយវាអត់ដែរធ្វើទុកវាអត់អីទេប៉ុន្តែខ្ញុំចង់ដូរចេញដោយសារវាបាន5ឆ្នាំបងក៏ប្រាប់គាត់វិញថាអូនអើយ5ឆ្នាំអត់ដែលមានធ្វើទុកអីទេទម្រង់ស្អាតហើយអត់មានបញ្ហាស្ដើងចុងអីទេអូនមិនគួរកែទេដោយសារអីចំមុះនឹង5ឆ្នាំអត់ធ្វើទុកអីប៉ុណ្ណឹងនៅពេលដែលអូនកែអូនត្រូវចំណាយលុយឡើងវិញទី2អូនឯងវះកាត់ឡើងវិញត្រូវការថែរបួសឡើងវិញហើយកាលណាអូនឯងថែរបួសអត់ល្អទេធ្វើឲ្យចំមុះនឹងខ្លាយកករោគវាធ្វើឲ្យយើងដកខ្ទង់ចំមុះនឹងចេញទៀតហើយបទពិសោធន៍បងទៅដែលជួបភ្ញៀវដែលគាត់កែច្រើនដងហ្នឹងគឺដោយសារអីដោយសារអញ្ចឹងចំមុះគាត់អត់ដែលមានបញ្ហាអីទេហើយគាត់ទៅជួបគេគាត់សុំគេកែឲ្យបានស្រួយគេក៏ទទួលកែតាំងដឹងថាចំមុះគាត់ប៉ុណ្ណឹងអត់មានធ្វើទុកអីសោះហើយគេដាក់អ្វីខ្ពស់ទៅតាមអ្វីដែលគាត់កំងហ្នឹងដល់ពេលដាក់ខ្ពស់ទៅវាធ្វើឲ្យមានបញ្ហាស្ដើងចុងដល់ពេលមានបញ្ហាស្ដើងចុងសួរតែគាត់អាចទុកចំមុះហ្នឹងបានអត់គឺអត់ទេគាត់ក៏ទៅកែជាលើកទី3ដល់លើកទី3ហ្នឹងគេក៏ប្រាប់ថាដើម្បីកុំឲ្យស្ដើងចុងយើងមានកោសិកាផ្សាំយកមកដាក់ចុងចំមុះក៏ដាក់កោសិកាផ្សាំនៅការវះកាត់ទី3ហ្នឹងមានណាវះកាត់ទី3ហ្នឹងបានរយៈពេល20ថ្ងៃចំមុះហ្នឹងឡើងខ្ទុះហ្មងធ្វើឲ្យគាត់អត់អាចទុកចំមុះហ្នឹងបានទេគេក៏វះកាត់លើកទី4ដកខ្ទង់ចំមុះចេញពីគាត់អញ្ចឹងចំមុះគាត់នេះធ្វើការវះកាត់4ដងហើយអត់មានខ្ទង់ឯឡើងកប៉ែតឡើងកប៉ិតហើយសញ្ញារលាកវាធ្វើឲ្យសាច់នឹងក្រិនអស់ហលេងបន្ទាប់មកទៀតគាត់បាន3ខែចំមុះគាត់ចាប់ផ្ដើមខូចទម្រង់គាត់ក៏បានឆាតមកពេកថាលោកគ្រូខ្ញុំមានបញ្ហាបែបនេះខ្ញុំចង់កែចំមុះឡើងវិញមួយលោកគ្រូនេះហើយគឺជាបទពិសោធន៍ដែលបងទទួលបានពីភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវជាច្រើនអ្នកទៀតដែលមានបញ្ហាស្តៀងគ្នាហ្នឹងចឹងហើយបានបងតែងតែជួបភ្ញៀវពីគ្រោះភ្ញៀវបងតែងតែមិនចេះតែឃើញគេមកយកលុយមកឲ្យហើយចេះតែទទួលវះទេបងផ្ដល់បទពិសោធន៍នេះជូនគាត់ឲ្យគាត់មើលទៅវាមិនមែនចេះតែស្រួលវាមិនមែនចេះតែងាយទេហើយមួយទៀតគេថាតើបើមិនឈឺកុំយកឈើចាក់ដោយសារអីចំមុះឥឡូវហ្នឹង5ឆ្នាំអូនឯងឃើញដូចចំមុះបងចឹង5ឆ្នាំមានកដោងទម្រង់ស្អាតអត់មានស្ដើងចុងមិនគួរវះកាត់បដូរទេមូលបើថាខ្ទង់នោះវាមានបញ្ហាធ្វើឲ្យយើងធ្វើឈឺចាប់ឡើងក្រហមឡើងក្តៅទុចសឬក៏មានសញ្ញារលាកអាហ្នឹងបានយើងត្រូវបដូរប៉ុន្តែបើវាអត់មានបញ្ហាអីផងហ្នឹងគប្បីមិនគួរបដូរទេហើយបទពិសោធន៍មួយទៀតណានៅពេលដែលភ្ញៀវបដូរមិនប្រកាសថាទម្រង់ចំមុះចេញមកគាត់សប្បាយចិត្តទេដោយសារអីមនុស្សដែលធ្លាប់មានខ្ទង់អញ្ចឹងកាលណាគាត់ទៅបដូរខ្ទង់ឡើងវិញពេលខ្លះគ្រូពេទ្យធ្វើហើយគឺទម្រង់នៅដដែលឡើងបទពិសោធន៍ណាគឺបងប្អូនគាត់ប្រាប់ថាហែងតកែចំមុះអីអាចំមុះហែងនៅដដែលគ្មានឃើញប្លែកអីសោះនេះហើយគឺជាបញ្ហាហើយសម្ដីប៉ុណ្ណឹងពេលខ្លះធ្វើឲ្យភ្ញៀវបាក់ទឹកចិត្តដែរដោយសារគាត់អស់លុយកែហើយតម្លៃចំមុះកែវាថ្លៃជាងចំមុះថ្មីចឹងឯងបានកន្លែងហ្នឹងបើគិតថ្លឹងថ្លែងបងជាគ្រូពេទ្យវះកាត់ទៅបងគិតថាគុំកែអីល្អជាងបងប្អូនគិតចឹងដែរអត់